ស្ដីបងប្អូនទាំងអស់គ្នាពេលនេះនាងខ្ញុំបានមកដល់ Soho Villa and Resort ហើយចឹងចាំទៅមើលទស្សនវិជ្ជាជាមួយនាងខ្ញុំទាំងអស់គ្នាណាហើយនៅទីនេះគឺជាកន្លែងទទួលភ្ញៀវរបស់គាត់ចឹងណាកន្លែង resort ហើយនេះគឺជាបរិយាកាសនៃបន្ទប់ទទួលភ្ញៀវរបស់ពួកគាត់គឺឃើញថាមានផាសុខភាពហើយអមជាមួយនឹងការដេកបែបទំនើបទាន់សម័យតែម្ដងណាបងប្អូនអូខេពេលនេះនាងខ្ញុំបានមកដល់អាងហែលទឹកនេះហើយគឺឃើញថាអាងហែលទឹកមានទីធ្លាធំទូលាយហើយទឹកមានសភាពថ្លាឆ្វេងដែលបងប្អូនសម្រាប់នៅទីនេះគឺអាចមកហែលទឹកលេងនៅទីនេះបានហើយនេះគឺជាបរិយាកាសនៃ resort ទាំងមូលតែម្ដងរីឯបន្ទប់គេងវិញគឺធ្វើឲ្យខ្ញុំទទួលបទពិសោធន៍ថាមានសភាព relax ហើយយើងអាចមើល view ទៅខាងក្រៅបានបងប្អូនហើយចំណែកបន្ទប់ទឹកគឺមានអនាម័យខ្ពស់បំពាក់ទៅដោយឧបករណ៍ទំនើបផងដែរដូច្នេះបងប្អូនបើចង់បាន resort ដែលមានសភាពស្រស់ស្អាតហើយមានអាងហែលទឹកធំទូលាយនោះកុំភ្លេច Soho Villa and Resort ណាបងប្អូនដែលមានទីតាំងនៅទីរួមខេត្តកោះកុងអូខេអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនា